នេះគឺជារបៀបប្រើប្រាស់ប្រភេទកាសចំនួនតិចសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាតិចអញ្ចឹងរបៀបប្រើប្រាស់វាគឺងាយបាទអានេះប្រភេទដាក់ថ្មអាទុយនេះដាក់ថ្មហាអាទុយនេះគឺជាថ្មរបស់វាមកនោះវាចោល sticker នេះយើងបក sticker វាចេញមកបាទបក sticker ហើយនេះអាកន្លែងកូដវានេះស្ទះវាហ្នឹងគឺយើងយកចុងដៃយើងកេះវាចេញមកវាលបើកចេញមកហើយបន្ទាប់មកការដាក់ថ្មនេះយើងបើកស្ទះអញ្ចឹងបើកថ្មយើងមើលអាកូដវាខាងលេខបូកនេះវាមានលេខបូកកូដនេះវាមានអាលេខបូកហ្នឹងឯងយើងដាក់វាឲ្យផ្ងាលេខបូកហ្នឹងមកលើមកដាក់មកលើអញ្ចឹងណាវាស៊ុបអញ្ចឹងហើយយើងរុញវាតិចចូលមកជាប់តែប៉ុណ្ណឹងគឺស្រេចបន្តមកទៀតអានេះវ៉ូលីមវាក្នុងការសេរីកម្រិតស្រូបសលេងបាទយើងចង់ដាក់ប្រមាណយកកញ្ចក់ដៃយើងទៅក្នុងនេះវាមានទល់វិទូចជាមួយដែរសម្រាប់មួលតែជាទូទៅការប្រើជាក់ស្ដែងគឺយើងប្រើកញ្ចក់ដៃមួលទៅបាទវាស្រួលមួលទេយើងចង់បានសេរីស្រូបប្រហែលយើងមួលប៉ុណ្ណឹងទៅការដាក់ចូលទៅជាយើងចាប់កតុយជ័រនេះឲ្យជាប់បាទចាប់កតុយជ័រជាប់ហើយនេះដាក់ខាងវ៉ូលីមវាមកលើអានេះប្រភេទខាងស្ដាំប្រភេទខាងស្ដាំមិនដែរចាបាទចាប់បញ្ជាប់ចេះហើយយើងដាក់អាខាងកតុយវាមកលើមកណាយើងដាក់ចូលទៅក្នុងតិចយើងទៅហើយសកត់វាឲ្យស៊ុបទៅបាទតែប៉ុណ្ណឹងទៅគឺជាប់ហើយនេះគឺជាការដាក់ចូលតិចរបស់យើងហើយនៅពេលដែលយើងឈប់ប្រើគឺយើងត្រូវតែទាញស្ទះហ្នឹងចេញមកវិញដើម្បីកុំឲ្យវាអត់ថ្មតែយើងអត់ទាញវាចេញវិញវាអត់ថ្មឈប់ប្រើហើយយើងដាក់ចូលទៅក្នុងប្រអប់ឲ្យវិញបិទប្រអប់ទៅដើម្បីការពារវាកុំឲ្យត្រូវទឹកកុំឲ្យវាប្រឡាក់ដីក្នុងករណីយើងចង់ដូរក្បាលជ័រនេះទាញក្បាលវាចេញមកបាទហើយយើងដាក់ក្បាលថ្មីណាមិនមែនក្បាលថ្មីណាយើងចង់ក្បាលណាដែលអាចថាត្រូវជាមួយជាយើងណាយើងដាក់ក្បាលណាដាក់ឧទាហរណ៍ថាដាក់ក្បាលនេះចុះnóក៏អត់បាក់ដាក់ដែរញុកវាមកបានណាហើយការសម្អាតរបស់វាក្បាលជ័រហ្នឹងគឺវាមានច្រាស់របស់វាសម្អាតណាច្រាស់វាណាយើងប្រើប្រឡាក់អីចឹងទៅយើងសម្អាតទៅតែដល់សម្អាតល្អផុតអាกระดาษជូតមាត់យើងกระดาษសើមហ្នឹងយើងអាចជូតសម្អាតក្បាលហ្នឹងទៅតែយើងប្រើចូលទៅជាទៅវាប្រឡាក់អីវាប្រឡាក់វាជាបំផុតទេអញ្ចឹងយើងប្រើกระดาษអីហ្នឹងกระดาษសើមហ្នឹងជូតក្បាលសម្អាតនឹងក្បាលឲ្យស្អាតទៅហ្នឹងចំណុចសំខាន់ក្នុងការប្រើហើយថ្មវានេះគឺយើងប្រើហើយយើងដាក់នៅក្នុងប្រអប់ហ្នឹងដែរកុំឲ្យដាក់ខ្ទាតទៅក្រៅអានេះយើងដាក់នៅក្នុងប្រអប់ហ្នឹងដែរក៏បានដាក់នៅក្រៅកន្លែងសុវត្ថិភាពណាមួយក៏បានដែរស្រួលទុកស្រួលដាក់បាទហើយនៅពេលប្រើហើយនេះណាប្រើហើយយើងនេះដល់ពេលដែលប្រើយើងទាញទុកវាអញ្ចឹងណាបាទដាក់អញ្ចឹងមកយើងបិទវាចិត្តការពារត្រូវទឹកផ្លាក់ដីនៅពេលដែលប្រើវិញគ្រាន់តែរុញស្ទះហ្នឹងចូលទៅគឺយើងដាក់ប្រើបានធម្មតាពេលដែលយើងឈប់ប្រើគឺទាញចេញមកហើយទុកដាក់ទៅតែប៉ុណ្្នឹងឯងហើយកន្លែងនេះវាមានខ្សែសម្រាប់ចងនេះយើងដាក់ចងទៅវាមានប្រឡោះចងវាយើងទាញអាកៅស៊ូខាងក្នុងនេះចេញសិនដើម្បីចងខ្សែហ្នឹងបន្តមកដោតវាចូលទៅវាស្រួលទុកដាក់យកតាមខ្លួនដាក់ខ្សែដាក់ហើយយើងដាក់កៅស៊ូនឹងចូលវិញមកតែប៉ុណ្ណឹងទៅបានហើយយើងប្រើហើយយើងដាក់ចូលក្នុងនោះវិញទៅអានេះហើយយើងដាក់តែមួយគ្នាហ្នឹងក៏បានដែរដាក់នៅក្រៅក៏បានដែររៀងវាទូចស្អាតស្រួលយកទៅតាមខ្លួនដាក់ក្នុងអប៉ៅហ្នឹងគឺស្រួល
ហើយចំពោះកាសនេះដែរយើងការពារកុំឲ្យវាចូលទឹកថែទាំវាកុំឲ្យវាប្រឡាក់ដីប្រឡាក់អីទៅបានហើយវាចូលទឹកទៅវាខូច